ដោយសារមានបងប្អូនយើងច្រើនបានសំណូមពរថាខ្ញុំគួរតែចេញរឿងក្រៅឆាកបន្តបន្ទាប់ស្ដីពីកិច្ចប្រជុំនៅទីក្រុងកាឡាលំពូហើយជាពិសេសគឺការចុះហត្ថលេខាសន្តិភាពរវាងកម្ពុជានិងថៃដែលលោក Donald Trump មកចូលរួមធ្វើជាសាក្សីនេះនៅពេលដែលចុះហត្ថលេខានេះធ្វើឲ្យមានការចាប់អារម្មណ៍តាមដានច្រើនមែនទែនទាំងប្រទេសកម្ពុជាទាំងមកពីប្រទេសថៃហើយនឹងនៅក្នុងកិច្ចប្រជុំអាស៊ានទាំងអស់គេតាមដានមើលស្ទើរតែទាំងអស់គ្នានេះអំពីអេយ៉ាបតរបស់ថ្នាក់ដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិករបស់កម្ពុជារបស់ថៃក៏ដូចជាម៉ាឡេស៊ីខ្លួនឯងដែលជាម្ចាស់ផ្ទះហើយជាពិសេសគឺតាក់ទងទៅនឹងការរៀបចំអង្គុយរបស់មេដឹកនាំទាំង4រូបដែលទី1មានលោក Donald Trump បន្ទាប់មកគឺថ្នាក់ដឹកនាំរបស់កម្ពុជាថ្នាក់ដឹកនាំរបស់ថៃហើយនឹងដល់ម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះអញ្ចឹងដំបូងឡើយនេះក៏គេនាំគ្នាសួរថាហេតុអ្វីបានជាថៃដែលថាប្រទេសធំជាងហើយសំណួរនេះត្រូវបានគេចោទសួរគ្នាទៅវិញទៅមកនៅក្នុងរង្វង់ប្រជាពលរដ្ឋថៃឬក៏អ្នកសារព័ត៌មានថៃទៅវិញទេដែលគេចាប់អារម្មណ៍នេះហើយក៏មានអ្នកមួយចំនួនទៀតដែរអញ្ចឹងអ្វីដែលខ្ញុំទទួលបានគឺមានការទៅជែកវែកញែកគ្នាថាដំបូងឡើយនរណាជាអ្នករៀបចំអំពីការចុះលេខានេះពីទីកន្លែងនេះអញ្ចឹងតាមគោលការណ៍រួមគឺមានតែប្រទេសម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះហើយនិងសហរដ្ឋអាមេរិកទេដែលគាត់អ្នករៀបចំទាំងអស់ដែលភាសាខ្មែរយើងកាលពីសម័យបោះឆ្នោតឆ្នាំ92 93នោះគេនិយាយភាសាលេងសើចថាកម្មវិធីនេះរៀបចំឡើងដោយអ៊ុនតាក់អញ្ចឹងខ្ញុំចង់ត្រឡប់នៅក្នុងប្រធានបទហ្នឹងគឺចង់បញ្ជាក់ថាប្រទេសម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះហ្នឹងបានរៀបចំដំបូងគឺឲ្យលោកត្រាំអង្គុយដូចដែលយើងឃើញនៅក្នុងរូបភាពបន្ទាប់មកនាយករដ្ឋមន្ត្រីថៃហើយបានចូលមកដល់នាយករដ្ឋមន្ត្រីកម្ពុជាដែលឡែកគាត់លោកអាន់វ៉ាអ៊ីប្រាហ៊ីមគឺអង្គុយនៅខាងស្ដាំដដែលប៉ុន្តែបន្ទាប់ពីបានរៀបចំរួចរាល់សពគ្រប់ហើយនោះគឺខាងសហរដ្ឋអាមេរិកគេមកមើលពីលើដើម្បីសម្រេចចុងក្រោយដោយសារព័ត៌មានចុងក្រោយនេះគឺការរៀបចំចុងក្រោយគឺជាការសម្រេចទាំងអស់របស់សហរដ្ឋអាមេរិកមានន័យថាអាមេរិកគឺជាអ្នកបោះមេមិនមែនម៉ាឡេស៊ីទេដូច្នេះគេមកមើលហើយក៏ចាប់ដើមគេដូរកៅអីហ្នឹងមកវិញដូរត្រឡប់វិញមានន័យថាឲ្យនាយករដ្ឋមន្ត្រីរបស់កម្ពុជាគឺសម្ដេចហ៊ុនម៉ាណែតអង្គុយជាប់លោក Donald Trump តែម្ដងហើយមានអ្នកខ្លះរហូតដល់ថានិយាយបែបមើលមកជុំទៅគឺថាប្រហែលជាមកពីសម្ដេចហ៊ុនម៉ាណែតលោកពាក់ក្រវ៉ាត់កពណ៌ក្រហមដែរអញ្ចឹងហើយបានលោកត្រាំសប្បាយចិត្តពេញចិត្តហ្នឹងគឺថាអង្គុយជាប់ប៉ុន្តែនៅក្នុងសាច់រឿងយ៉ាងណានោះគឺមានការទៅជែកប្រាប់ថានេះដោយសារមានការបញ្ជាអាមេរិកនឹងបានបញ្ជាក់ប្រាប់ថាមានការបញ្ជាពីថ្នាក់លើមកគឺត្រូវតែដូរកៅអីវិញគឺឲ្យថ្នាក់ដឹកនាំកម្ពុជាអង្គុយជាប់ជាមួយនឹងលោក Donald Trump អញ្ចឹងហើយបានដំណើរសាច់រឿងហ្នឹងមានអង្គុយបែបហ្នឹងហើយបន្តមកទៀតអ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះគឺបន្ទាប់ពីការចុះហត្ថលេខាហើយនោះនាយករដ្ឋមន្ត្រីរបស់ថៃនឹងបានដូរកៅអីនេះហើយនឹងបន្តទៀតនៅក្នុងការជួបសារសងសម្ដីជាមួយលោក Donald Trump របស់មេដឹកនាំទាំងពីរគឺកម្ពុជានិងថៃដែលធ្វើឲ្យមានការចាប់អារម្មណ៍មែនតើអញ្ចឹងនេះគឺជាផ្នែកមួយរឿងក្រៅឆាកមួយដែលខ្ញុំសូមរំលឹកបន្តិចហើយខ្ញុំនឹងបន្តរំលឹកតទៅទៀតបាទ